Champa bà đi chia bà nhà đàm champa bong ổn tại tại nơiจะล้ำជាមួយចំប៉ានិងចំបៃបាទចំប៉ានិងចំបៃគឺជាប្រភេទផ្កាដែលមានឈ្មោះច្រឡំគ្នាបាទអ្នកខ្លះគាត់ច្រឡំថាចំប៉ារៀងមិនចំបៃរៀងមិនចំប៉ាគឺផ្ការៀងវែងបាទហើយចំបៃវិញគឺផ្ការៀងធំរីកធំបាទពណ៌សដូចគ្នាដែរបាទអញ្ចឹងប្រភេទដើមពីរហ្នឹងគឺជាប្រភេទស្នេហ៍បាទអញ្ចឹងបើយើងមានចំប៉ាត្រូវមានចំបៃបាទប៉ុន្តែក្នុងវីដេអូនេះខ្ញុំចង់បញ្ជាក់ត្រឹមតែដើមចំប៉ាទេដោយសារយើងមានដើមចំប៉ាយកមកកសាងជាតួអង្គព្រះអង្គវសីវលីដើមផ្កាចំប៉ាមិនត្រឹមតែមានបញ្ញាក្អែកទេមានដល់តែក្លឹមដើមផ្កាចំប៉ាទៀតហើយក្លឹមហ្នឹងច្រើនតែយកមកកសាងជារូបប្រភេទស្នេហ៍បានច្រើនបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់រកបានជាបញ្ញាហើយរកបានក្លឹមទៀតកាន់តែប្រសើរបាទព្រោះយើងសម្រាប់អ្នកលក់ដូរអ្នករកស៊ីហ្នឹងគឺយើងចូលចិត្តបាទតម្រូវការខាងប្រភេទឈើណាដែលមានស្នេហ៍បាទដែលយកទៅត្រូវនឹងសំណប់ហ្នឹងគឺដើមចំប៉ាហ្នឹងហើយបាទអញ្ចឹងចុះហេតុអ្វីបានជាខ្ញុំលើកទាញយកតកតនឹងដើមចំបៃបាទដោយសារនៅក្នុងមុនវិជាគាថានៃបញ្ញាក្អែកទាំងពីរមុខហ្នឹងគឺគេមានសម្រាប់បញ្ញាក្អែកចំប៉ានិងចំបៃបាទដែលខ្ញុំបានដឹងពីចាស់ទុំមកគាត់បានប្រាប់ថាចំប៉ាចំបៃហ្នឹងបើយើងរកបានមកគឺយកមកសាងជារូបហើយបើបានផ្គុំចូលគ្នាទៀតកាន់តែប្រសើរហើយបើបានសាងមួយអង្គដាច់ពីគ្នាក៏បានបាទព្រោះគេមានគាថាមួយសម្រាប់សូត្រដើម្បីឲ្យប្រសិទ្ធភាពនៃដើមចំប៉ាហើយចំបៃហ្នឹងគឺវាមានកម្លាំងខ្លាំងដូចគ្នាបាទហើយបើយើងផ្ដោតទៅលើផ្នែករស់ស៊ីកាន់តែប្រកែស័ក្តិសិទ្ធិទៀតបាទអញ្ចឹងសម្រាប់ដើមផ្កាចំប៉ានេះជារបស់បងប្រុសនៅភ្នំពេញបងប្រុសបានយកមកកំងដែលបងប្រុសបានពេញចិត្តនិងគាំទ្រនៅស្នាដៃជាងចម្លាក់ប្រម៉ែធរណីខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្រុសនិងសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាហើយតែងតែជួយ like ជួយ share បាទសូមអរគុណនៅទឹកចិត្តបងប្អូនបាទ